បាទបងប្អូនទស្សនិកជនជាទីមេត្រីព្រឹត្តិការណ៍បាល់ទាត់ World Cup បានឈានចូលដល់វគ្គកាន់តែជ្រៅទៅហើយបងប្អូនណាហើយយប់នេះក៏មានការប្រកួតមួយគូផងដែរនៅក្នុងវគ្គ8ក្រុមចុងក្រោយបាទរវាងក្រុមគូជលអេស្ប៉ាញត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិប៊ែលហ្សិកបងប្អូនណាមានតែមួយគូទេយើងនឹងធ្វើការនិយាយបន្តិចទៀតនេះបាទតើប៊ែលហ្សិកឬក៏អេស្ប៉ាញនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ណាបាទក្រុមទាំងពីរអាចនិយាយថាសមត្ថភាពប្រហាក់ប្រហែលនេះទេគាត់ថាអេស្ប៉ាញរៀងមានទម្ងន់ជាងបងប្អូនបាទអញ្ចឹងយប់នេះគឺជាការប្រកួតដ៏តានតឹងមែនទែនបងប្អូនអូខេអញ្ចឹងមុនធ្វើការនិយាយសំណុំពរបងប្អូនចូល Channel Telegram របស់ខ្ញុំពិសិដ្ឋ KX ម្នាក់មួយទៅបងប្អូនណាដើម្បីមើលការ live បាល់ការទម្លាក់គូហើយសម្រាប់ link គឺមាននៅក្នុង page Facebook របស់ខ្ញុំតែម្ដងបងប្អូនអាចចូល page ទៅគឺមាន link Telegram របស់ខ្ញុំនៅក្នុង video ណាសម្រាប់បងប្អូន YouTube មាននៅក្នុង description សម្រាប់បងប្អូននៅក្នុង TikTok អាចចូលក្នុង profile របស់ខ្ញុំក៏មាន link នៅក្នុង video ដូចគ្នាដែរប៉ុន្តែ TikTok តើបងប្អូនcopy link ចេញពី bio មកផាសនៅក្រៅផាសក្នុងក្រុមផាសក្នុង Telegram ទៅបើអាចចូលបានបាទអរគុណច្រើនណាបាទបើយើងនិយាយអំពីក្រុមទាំងពីរសុទ្ធតែជាក្រុមដែលវ័យចំណាស់នៅក្នុងព្រឹត្តិការណ៍ World Cup ហើយបងប្អូនគាត់ថាបើនិយាយពីក្រុមជោគជ័យអាចនិយាយថាអេស្ប៉ាញគឺជោគជ័យជាងប៊ែលហ្សិកណាបងប្អូនហើយអេស្ប៉ាញនេះសម្បូរទៅដោយធនធានកីឡាករវ័យក្មេងល្អច្រើនមែនទែនណាហើយប៊ែលហ្សិកបច្ចុប្បន្នក៏គាត់អាចនិយាយថាធ្វើល្អគួរសមដែរប៉ុន្តែកីឡាកររបស់ប៊ែលហ្សិកបងប្អូនឃើញហើយពាក្យច្រើនគឺវ័យចំណាស់ច្រើនណាបាទKevin De Bruyne អីណា Trossard អីក៏រៀងចំណាស់ហើយបាទហើយបើយើងនិយាយអំពីទម្ងន់ក្រុមទាំងពីរខ្ញុំគិតថាអេស្ប៉ាញគឺមានទម្ងន់ជាងប៊ែលហ្សិកហើយខ្ញុំគិតថាបងប្អូនអារម្មណ៍ក៏ដូចគ្នាដែរណាវាមិនខុសគ្នាទេប៉ុន្តែយ៉ាងណាក៏ដោយក្រុមដែលឡើងមកដល់វគ្គនេះយើងមិនមែនថាចេះតែអេស្ប៉ាញខ្លាំងអាចមើលងាយទៅលើប៊ែលហ្សិកបានទេបងប្អូនណាយ៉ាងណាក៏ប៊ែលហ្សិកគេមាំដែរណាមាំដែរនិយាយពីទម្ងន់អ្នកដែលមានទម្ងន់ជាងគឺប៊ែលហ្សិកប៉ុន្តែបើនិយាយពីអ្នកដែលលះជាងណាអ្នកដែលលះជាងគឺអេស្ប៉ាញបាទអេស្ប៉ាញគឺមានទម្រង់ប្រយុទ្ធកាចលឿនបាទប៉ុន្តែក៏រៀងស្រាលដែរប៉ុន្តែប៊ែលហ្សិកមិនសូវជាបុកទេលេងគ្រប់គ្រងស្ថានភាពបានច្រើនអញ្ចឹងយប់នេះការប៉ះគ្នាជាមួយនឹងអេស្ប៉ាញខ្ញុំគិតថាប៊ែលហ្សិកនឹងព្យាយាមទប់ច្រើនមែនទែនណាបងប្អូនប៉ុន្តែអេស្ប៉ាញយ៉ាងណាគេបុកដែរព្រោះជាក្រុមមួយដែលល្អបាទសម្បូរទៅដោយធនធានកីឡាករអញ្ចឹងណាបាទបើយើងនិយាយអំពីប្រវត្តិប៉ះគ្នាក្រុមទាំងពីរប៉ះគ្នាចំនួន8លើកបងប្អូនហើយ8លើកនេះគឺអេស្ប៉ាញឈ្នះចំនួន6លើកតែហើយបាទប៊ែលហ្សិកឈ្នះតែ2លើកទេទៅលើអេស្ប៉ាញហើយការប៉ះគ្នាលើកចុងក្រោយបំផុតនៅក្នុងឆ្នាំ2016បាល់មិត្តភាពទេពេលនោះគឺអេស្ប៉ាញបានយកឈ្នះទៅលើប៊ែលហ្សិកនេះ2-0បើនិយាយអំពី5ប្រកួតចុងក្រោយដែលប៉ះគ្នាបងប្អូន6ប្រកួតបាទគឺប៊ែលហ្សិកលេងអត់ដែរឈ្នះអេស្ប៉ាញទេបាទអេស្ប៉ាញឈ្នះទាំង6លើកតែម្ដងហើយបើនិយាយអំពី5ប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup របស់អេស្ប៉ាញគឺធ្វើបានល្អណាស់គឺបាទឈ្នះ4ស្មើ1អត់ដែរចាញ់ទេហើយការប្រកួតនៅក្នុងវគ្គចែកពូលនោះគឺបាទប្រកួតដំបូងគឺស្មើគ្នាជាមួយនឹង Cape Verde នោះឯងបាទ Cape Verde បន្ទប់បងប្អូនគឺស្មើគ្នា0ស្មើទេប្រកួតទី2បាទយកឈ្នះទៅលើ Saudi Arabia រហូតដល់4-0ប្រកួតទី3យកឈ្នះទៅលើ Uruguay បាទ1-0នៅក្នុងវគ្គ32ក្រុមចុងក្រោយបាទអេស្ប៉ាញបានទម្លាក់3-0ណាហើយនៅក្នុងវគ្គ16បងប្អូនឃើញថ្មីនេះទេគឺធ្វើឲ្យរ៉ូណាល់ដូយំនឹងឯងបាទទម្លាក់ប៉ុកទីកោក្នុងលទ្ធផល 1-0 ហើយបើនិយាយពីប៊ែលហ្សិកក៏គេធ្វើបានល្អដែរនៅក្នុងពូលក៏ឈរលេខ1ក្នុងពូលដែរបងប្អូនណាប៉ុន្តែនៅក្នុងពូលក៏ស្មើ2ឈ្នះ1បាទប្រកួតចុងក្រោយនៅក្នុងពូលគឺឈ្នះទៅលើញូហ្សេឡង់បាទ5-1ហើយក៏ស្មើគ្នាជាមួយនឹងអ៊ីរ៉ង់ស្មើគ្នាជាមួយនឹងអេស៊ីបណានៅក្នុងវគ្គ32ក្រុមចុងក្រោយប៊ែលហ្សិកបានទម្លាក់បាទសេនីហ្កាល់ក្នុងលទ្ធផល3-2ហើយការប្រកួតនៅក្នុងវគ្គ16គឺទម្លាក់ម្ចាស់ផ្ទះបាទ USA ក្នុងលទ្ធផល4-1ទៀតណាអញ្ចឹងអាចនិយាយថាល្អគួរសមបាទសម្រាប់ប៊ែលហ្សិកហើយយប់នេះក៏ប៉ះគ្នាជាមួយនឹងគីឡូធ្ងន់បាទក៏រៀងតានតឹងដែរអញ្ចឹងបើយើងនិយាយពីប្រវត្តិនៅក្នុងព្រឹត្តិការណ៍ World Cup នេះអាចនិយាយថាអេស្ប៉ាញរៀងងើបន្តិចទេបាទមិនលើកគ្នាខ្លាំងពេកទេប៉ុន្តែបើនិយាយពីប្រវត្តិប៉ះគ្នាគឺអេស្ប៉ាញឈ្នះដាច់ហើយបាទអេស្ប៉ាញឈ្នះដាច់ហើយ5-6ប្រកួតគឺអេស្ប៉ាញគ្របលើតែម្ដងបើយើងនិយាយអំពីកីឡាករយប់នេះបងប្អូនណាបាទពេញជើងសម្រាប់អេស្ប៉ាញប៊ែលហ្សិកក៏គេប៊ែលហ្សិករបស់ម្នាក់គឺអាម៉ាឌូអូណាណាណារបស់តំបន់បំរើបាតអញ្ចឹងក៏បញ្ហាដែរអាម៉ាឌូអូណាណាទម្រង់លេងរបស់គាត់ស្រៀងមួយសេកៃស៊ីដូរបស់ Chelsea បាទអញ្ចឹងបាត់អាម៉ាឌូអូណាណាក៏រៀងតំបន់ការពាររៀងបាទតាន់ថើនដែរបាទសម្រាប់អេស្ប៉ាញប្រើទម្រង់ 4-2-3-1 បាទប៊ែលហ្សិក 4-3-3 ណាហើយកីឡាករខាងអេស្ប៉ាញដដែលទេបងប្អូនអាយ៉ាសាបាល់ខ្សែប្រយុទ្ធប្រអប់បាទឡាមីនយ៉ាម៉ាល់ស្ដាំកដាលដានីអលម៉ូខាងឆ្វេងគឺអាលិចបេលណាណាតំបន់បំរើបាតមានផេត្រីចាប់ដៃគ្នាជាមួយនឹងរ៉ូទ្រីណារ៉ូទ្រីបងយើងចំណាស់ហើយចាប់ដៃមួយកូនក្មេងបាទផេត្រីក្មេងនេះមិនធម្មតាទេកពស់ទាបពេលប៉ុន្តែលេងបាល់សាហាវតំបន់ការពារមានម៉ាកូកូរ៉ូឡាបាទឡូប៉ាតេ
Laporte បាទក៏ដូចជា Kubasi ក៏ដូចជា Pedro Pero អ្នកចាំទីគឺកីឡាករ Unai Simon ណាពេញជើងហើយខាងក្រុម Basic គេមាន Trossard Catelare ណាតំបន់ប្រយុទ្ធមាន Jeremy Doku តំបន់ការពារមានតំបន់បម្រើមាន Tielemans បាទមានដូចជា Jeremy Doku មានដូចជា Raskin អីជាដើមណាតំបន់ការពាររបស់គាត់ក៏ជើងខ្លាំងច្រើនដែរខ្ញុំអត់បានរាយរាប់ទេបងប្អូនណាហើយអ្នកចាំទីគឺកីឡាករ Thibaut Courtois ណា Thibaut Courtois របស់ Real Madrid នោះឯងអញ្ចឹងរបស់ Basic ក៏មិនមែនជាឈុតអាយដែរសិតតែជាឈុតស៊ីនប៉ះគ្នាឯងមិនដែរយ៉ាងណាក៏យើងមើលឃើញថាខាងអេស្ប៉ាញមានទម្ងន់ជាងបន្តិចបងប្អូនណាមានទម្ងន់ជាងបន្តិចតាក់ទងនឹងកីឡាករព្រោះយើងមើល style លេងរបស់អេស្ប៉ាញគឺគាត់លេងសហការគ្នាបានល្អបាទមិនសូវខូចបាល់ទេគ្រប់គ្រងលើស្ថានភាពប៉ុន្តែការប្រកួតជាមួយអេស្ប៉ាញការប្រកួតជាមួយប៉ុកទីហ្គាល់ឃើញថាឡាមីនយ៉ាម៉ាល់រៀងខូចបាល់ច្រើនដែរណាបាទដូចជាខ្សែការពារខាងប៉ុកទីហ្គាល់គាត់យល់តិចនិចរបស់យ៉ាម៉ាល់ត្រូវទៅខាងណាទៅខាងណីអញ្ចឹងគឺស្ទាក់បានចាប់បានរហូតណាស្ទាក់ចាប់បានរហូតធ្វើយ៉ាម៉ាល់បោះបាល់ចេញទេក្នុងការប្រកួតហ្នឹងបាទប៉ុន្តែអេស្ប៉ាញដល់ពេលយ៉ាម៉ាល់គាត់ធ្វើអត់ចេញគាត់ចាប់ផ្ដើមកែស្ថានភាពបាទលេងបាល់កដាលវិញម្ដងបាទធ្វើឲ្យប៉ុកទីហ្គាល់ទប់អត់ជាប់ឈ្នះក្នុងលទ្ធផល 1-0 ហ្នឹងឯងណាម្នាក់ប្រឹងតែបិទយ៉ាម៉ាល់ពីបាទចុះបិទយ៉ាម៉ាល់ម្ដង2នាក់ណាអញ្ចឹងវាធ្វើឲ្យតំបន់កដាលវាចំហដែរបាទបេណាបាទលេខបេណាទីមកឆ្វេងមកដានីអលម៉ូអាយ៉ាសាបាល់បាទទាញតំបន់ការពីញែកហែកហៅហែកដល់ឲ្យមានប្រឡោះអញ្ចឹងបងប្អូនអូខេអញ្ចឹងបើយើងនិយាយអំពីក្រុមទាំងពីរអាចនិយាយថាអេស្ប៉ាញល្អជាងណាបងប្អូននិយាយទៅយើងពិបាកបើឲ្យនិយាយថា Basic មានទម្ងន់លើអេស្ប៉ាញខ្ញុំនិយាយវាមិនរួចបងប្អូនណាព្រោះភ្នែកយើងមើលឃើញដូចតែគ្នាទេអញ្ចឹងសម្រាប់ការសម្រេចចុងក្រោយគឺខ្ញុំគិតថាអេស្ប៉ាញនឹងអាចយកឈ្នះទៅលើ Basic ប្រហែលជាលទ្ធផលអាចនឹង 2-0 ណាបងប្អូនបាទ 2-0 ឬក៏ 3-1 បងប្អូនបាទ 2-0 ឬក៏ 3-1 បាល់នេះអញឈានចូល over ផងណាបងប្អូនបើបងប្អូនលេង over ក៏ទំនងដែរណាក៏ទំនងដែរអញ្ចឹងបងប្អូនអាចពិចារណាទៅហើយសម្រាប់គូនេះគឺខ្ញុំទូទាយថាអេស្ប៉ាញនឹងឡើងទៅវគ្គបន្តហើយបងប្អូនណាអេស្ប៉ាញនឹងឡើងទៅវគ្គបន្តហើយបើនិយាយពីគ្រាប់បាល់ខ្ញុំបញ្ជាក់អញ្ចឹងគឺ 2-0 ឬ 3-1 បាទបាល់ហ្នឹងគឺវាយមួយគ្រាប់ឬក៏កន្លះបូក1បងប្អូនណាប៉ុន្តែខ្ញុំរីកមិនកន្លះបូក1ដូចជាតំណងជាងបាទកន្លះបូក1ត្រឹមតែ81% 82% 83ហ្នឹងវាឡើងចុះតិចតួចហ្នឹងបងប្អូនអាចពិចារណាទៅខ្ញុំរីកមិនវាយកន្លះបូក1បងប្អូនណាសម្រាប់គូនេះបាទអរគុណច្រើនបាទអញ្ចឹងសម្រាប់តម្រុយបាល់យប់នេះខ្ញុំនឹងទម្លាក់នៅក្នុង Telegram បងប្អូនណាព្រោះខ្ញុំរកឃើញតែមួយគូនឹងទេខ្ញុំនឹងរក2គូបន្ថែមទៀតទម្លាក់ក្នុង Telegram អញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ចូល Channel Telegram ចូលឲ្យហើយទៅដើម្បីមើលការ live បាល់ការទម្លាក់គូល្អរបស់យើងបាទក៏មានដូចជាព័ត៌មានកីឡា link មាននៅក្នុង page Facebook របស់ខ្ញុំបងប្អូនចូលក្នុង page Facebook ទៅគឺមាន link នៅក្នុង bio ណាហើយសម្រាប់ YouTube មាននៅក្នុង description សម្រាប់ TikTok បងប្អូនចូលក្នុង profile គឺមាន link នៅក្នុង bio ដូចគ្នាគ្រាន់ថា TikTok តែបងប្អូន copy link ពីក្នុង bio របស់ខ្ញុំមកផាសនៅក្រៅបាទផាសក្នុងច្រមផាសក្នុង Telegram ទៅគឺអាចចូលបានដែរបាទអរគុណច្រើនសូមគោរពលាបារាំងប៉ះម៉ារ៉ុកវិភាគការប្រកួតបាល់ទាត់ World Cup ឆ្នាំ 2026 វគ្គ 8 ក្រុមចុងក្រោយជាមួយនឹង admin បន្តទៀតបារាំងជួបជាមួយនឹងម៉ារ៉ុកលេងនៅយប់នេះវេលាម៉ោង 3 រំលងអធ្រាត្របាទជាការប្រកួតវគ្គ 8 ក្រុមបាទនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ 2026 បងប្អូនគិតថាលទ្ធផលប៉ុន្មានបាទខមមិននៅក្នុងវីដេអូម្នាក់មួយគិតថាបារាំងឈ្នះប៉ុន្មានឬក៏ម៉ារ៉ុកឈ្នះប៉ុន្មានឬក៏ក្រុមណាឡើងទៅវគ្គបន្តបាទខមមិននៅក្នុងវីដេអូម្នាក់មួយបាទយើងនឹងមតិបាទមើលមតិរបស់បងប្អូនគ្នាបាទចឹង admin ក៏នឹងវិភាគលទ្ធផលបាទសម្រាប់ការប្រកួតនៅក្នុងយប់នេះដែរចឹងសូមបញ្ជាក់ថាក្រៅពីបារាំងប៉ះម៉ារ៉ុកបាទគឺមានដូចជាអេស្ប៉ាញប៉ះបេហ្សិកអង់គ្លេសប៉ះណ័រវេអាហ្សង់ទីនប៉ះស្វីសដើម្បីស្វែងរក4ក្រុមបាទឡើងទៅវគ្គ semi final ឬក៏ពាក់កណ្ដាប់ផ្ដាច់ព្រាត់បាទអញ្ចឹងបាទយើងផ្ដើមពីប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរបាទគឺប៉ះគ្នា 4-5 ដងរួចមកហើយតាំងតែពីអតីតកាលមកគឺម៉ារ៉ុកលេងមិនដែលឈ្នះបារាំងទេបាទត្រូវបារាំងបាទឈ្នះតិចគ្រាប់ក៏មានច្រើនគ្រាប់ក៏មានហើយមានស្មើគ្នាផងដែរបាទដល់ឡែកបាទសម្រាប់ការប្រកួតបាទពិសេសបំផុតសម្រាប់ក្រុមទាំងពីរក្នុងការជួបគ្នាគឺការប៉ះគ្នាបាទនៅវគ្គពាក់កណ្ដាប់ផ្ដាច់ព្រាត់បាទ World Cup ឆ្នាំ 2022 បាទថ្មីក្តៅកាលនោះបាទគឺម៉ារ៉ុកខ្លាំងមែនទែនបាទឡើងមកវគ្គ 16 ក្រុមចុងក្រោយទម្លាក់អេស្ប៉ាញដោយបាល់ពេណាល់ទីទម្លាក់ប៉ុកទីហ្គាល់ដោយលទ្ធផល 1-0
តែប៉ះបារាំងបាទទម្លាក់ប៉ូឡូញទម្លាក់អង់គ្លេសបញ្ជុំគ្នាគឺបារាំងបានឈ្នះម៉ារ៉ុកបាទលទ្ធផល2-0ក៏ឡើងវគ្គផ្ដាច់ព្រាត់ប៉ុន្តែកាលនោះបាទជួអាសង់ទីនក៏បានត្រឹមជើងឯរងឆ្នាំនេះកាន់តែពិសេសទៀតដែលក្រុមទាំងពីរឡើងមកជួបគ្នាបន្តទៀតបាទនៅវគ្គ8ក្រុមដោយម៉ារ៉ុកក៏មិនធម្មតាទៀតបាទទម្លាក់សុទ្ធតែក្រុមខ្លាំងដូចជាហូឡង់ដែលបាល់ពេលនឹងទីទម្លាក់ម្ចាស់ផ្ទះកាណាដា3-0ទើបឡើងមកវគ្គ8ក្រុមជួបបារាំងក៏មិនធម្មតាដែរបាទទម្លាក់ស៊ុយអែត3-0ទម្លាក់ប៉ារ៉ាហ្គាយ1-0បាទពីប្រកួតនេះអត់ទាន់មានក្រុមណាសុទ្ធចូលបារាំងទេក៏មកជួបគ្នាបាទនៅវគ្គ8ក្រុមនេះបាទហើយបើយើងមើលពីសមាជិកកីឡាករមកនៅក្នុងរជ្ជកាលនេះរបស់ក្រុមទាំងពីរទាំងម៉ារ៉ុកទាំងបារាំងសូមបញ្ជាក់ថាបារាំងបាទគិតត្រឹមវគ្គ32ក្រុមនេះគឺជាប្រទេសតែមួយគត់ដែលមានខ្សែប្រយុទ្ធមកពីគ្រប់ Top 5 League មាននៅ Serie A របស់អ៊ីតាលីមាននៅ La Liga របស់អេស្ប៉ាញមាននៅ League 1 របស់បារាំងមាននៅ Bundesliga របស់អាល្លឺម៉ង់មាននៅ Premier League របស់អង់គ្លេសមកអស់ហើយបាទដូចជាបាទ Dembele បាទ Mbappé បាកូឡាម៉ាកូតូរ៉ាំបាទ Doué Jean-Philippe Mateta សុទ្ធសឹងតែជាខ្សែប្រយុទ្ធដែលលេងនៅគ្រប់ Top 5 League តែម្ដងបាទហើយបើខ្សែបំរើនិងខ្សែការពារសុទ្ធតែញាក់សាច់បាទរួមជាមួយនឹងអ្នកចាំទីមកពី AC Milan គឺ Mike Maignan បាទក៏ជាអ្នកចាំទីមួយដ៏ល្អបើងាកទៅខាងម៉ារ៉ុកវិញដូចគ្នាដែរបាទក៏មានកីឡាករល្អដែរគ្រាន់តែថាមិនច្រើនដូចបារាំងទេមានប្រាហាំឌីយ៉ាមានអាំរ៉ាបាត់មានអាគីមីបាទមានម៉ារវីនិងកីឡាករផ្សេងទៀតប៉ុន្តែម៉ារ៉ុកបែរជាបាត់ខ្សែប្រយុទ្ធមួយដ៏សំខាន់នៅក្នុងយុគនេះបាទគឺកីឡាករអ៊ីសាមែលហ្សៃបារីបាទមានបញ្ហារបួសខ្សែពោះការជួបកាណាដាគាត់អត់បានចូលលេងទេអញ្ចឹងបានន័យថាម៉ារ៉ុកយុគនេះគឺបាត់ខ្សែប្រយុទ្ធមួយដ៏ស្រួចសំខាន់ណាស់បាទអញ្ចឹងយ៉ាងណាបាទម៉ារ៉ុកគឺហានិភ័យបន្តិចសម្រាប់យុគនេះម៉ារ៉ុកជាក្រុមលេងបាល់នឹងលេងបាល់ធ្ងន់មានលំនឹងល្អពីលើដល់ក្រោមមិនងាយបែករ៉ូលមិនងាយរេទៅតំបន់ណាទេគឺលេងបាល់ស្មើល្អមែនទែនសម្រាប់ម៉ារ៉ុកមិនងាយមានក្រុមណាដែលឈ្នះម៉ារ៉ុកដោយស្រួលទេចំណែកបារាំងវិញបើជាក្រុមលេងបាល់បុកលេងបាល់ធ្ងន់ដូចគ្នាពីខ្សែការពារដល់តំបន់ប្រយុទ្ធបាទពីច្រើនគឺលេងសប្រុកហើយគឺមិនងាយលេងទប់និងមិនងាយលេងថយអញ្ចឹងសម្រាប់មតិយោបល់របស់មីននៅក្នុងការប្រកួតយុគនេះគឺតឹងខ្លាំងបាទសម្រាប់ក្រុមទាំងពីរតឹងខ្លាំងមែនទែនadmin គិតថាម៉ារ៉ុកបើចង់សុទ្ធចូលបារាំងគឺមិនមែនជារឿងងាយស្រួលទេហើយបារាំងបើសុទ្ធចូលម៉ារ៉ុកក៏មិនរឿងងាយស្រួលដូចគ្នាគូនេះ admin សុំទាយពីផ្លូវបាទសម្រាប់ការប្រកួតបាទ90នាទីបាទនឹងមានគ្រាប់បាល់បាទនឹងមានគ្រាប់បាល់ admin ទាយថាបារាំងបាទនឹងឈ្នះបាទទៅលើម៉ារ៉ុកដែលលទ្ធផល1-0ត្រឹម90នាទីប៉ុន្តែបើសិនជាម៉ារ៉ុកតាមស្មើឬក៏ម៉ារ៉ុកសុទ្ធមុនហើយបារាំងតាមស្មើថែមម៉ោង15នាទី2ដងមានទីថាបារាំងនឹងសុទ្ធថែមបាទទម្លាក់ម៉ារ៉ុកហើយឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ semi final អញ្ចឹងសរុបមកវិញមានទី2ផ្លូវទី1 90នាទីបារាំងឈ្នះ 1-0 បាទនឹង1ស្មើហើយបើ1ស្មើថែមម៉ោងគឺបារាំងបាទនឹងឈ្នះនៅវគ្គ15នាទី2ដងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ចុះមតិយោបល់បងប្អូនគិតយ៉ាងណា comment នៅក្នុងវីដេអូម្នាក់មួយអរគុណបាទជួបគ្នានៅវីដេអូថ្ងៃស្អែកបាយសិចប៉ះជាមួយនៅស្ប៉ាញបាយបាទ